អនុវត្តតាមផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំ2026បណ្ឌិតសភានគរបាលកម្ពុជានឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ជាមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារឲ្យចូលសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលចំនួនទី3ជំនាញដឹកនាំបញ្ជាការងារសន្តិសុខនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាលចំនួនទី14សិក្សារយៈពេល2ឆ្នាំលើជំនាញ3គឺ 1. ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ 2. ជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជានិង 3. ជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលចាប់ផ្ដើមចូលសិក្សានៅថ្ងៃទី22ខែមិថុនាឆ្នាំ2026ការសិក្សានៅបណ្ឌិតសភានគរបាលកម្ពុជាជាឱកាសក្នុងការលើកកម្ពស់សមត្ថភាពចំណេះដឹងនិងជំនាញពិតប្រាកដសម្រាប់មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារដើម្បីយកទៅអនុវត្តក្នុងអង្គភាពប្រើប្រាស់កងកម្លាំងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមការសិក្សានៅថ្នាក់បណ្ឌិតនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅបណ្ឌិតសភានគរបាលកម្ពុជានិស្សិតមិនមែនគ្រាន់តែទទួលបានសញ្ញាបត្រនោះទេគឺត្រូវបានបំពាក់នូវចំណេះដឹងនិងសមត្ថភាពសមស្របទៅតាមឯកទេសដែលខ្លួនជ្រើសរើសសម្រាប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាញដឹកនាំបញ្ជាការងារសន្តិសុខនិងបណ្ដុះបណ្ដាលនិស្សិតឲ្យក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាពវិភាគសភាពការសន្តិសុខសកលនិងក្នុងតំបន់ពិសេសនិស្សិតមានចំណេះដឹងនិងសមត្ថភាពរៀបចំផែនការសន្តិសុខការពារជាតិនិងសន្តិសុខផ្ទៃក្នុងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទន្ទឹមនឹងនេះការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាលលើជំនាញស៊ើបអង្កេតព្រហ្មទណ្ឌជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជានិងជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានបណ្ដុះបណ្ដាលនិស្សិតពីបច្ចេកទេសវិទ្យាសាស្ត្រក្នុងការប្រមូលភស្តុតាងពីរបៀបនៃការគ្រប់គ្រងនិងដឹកនាំកងកម្លាំងនិងពីរបៀបការពារប្រព័ន្ធទិន្នន័យពីបទល្មើសតាមប្រព័ន្ធអនឡាញនិងសន្តិសុខ Digital របស់ជាតិដែលចាប់ផ្ដើមចូលសិក្សានៅថ្ងៃទី22ខែមិថុនាឆ្នាំ2026ខ្ញុំសប្បាយរីករាយណាស់ដែលបានមកសិក្សានៅសាលាបណ្ឌិតសភានគរបាលកម្ពុជាខ្ញុំហុងវណ្ណរិទ្ធមុននឹងសិក្សានៅទីនេះខ្ញុំគ្រាន់តែយល់ដឹងអំពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌមិនទាន់ស៊ីជម្រៅនៅបណ្ឌិតសភានគរបាលកម្ពុជាខ្ញុំបានរៀនសូត្រយល់ដឹងអំពីជំនាញស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌកាន់តែស៊ីជម្រៅលើពីនេះនៅបណ្ឌិតសភានគរបាលកម្ពុជាបានជួយពង្រឹងជំនាញទន់ពង្រឹងវិន័យនិងសិលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យមានសេចក្តីថ្លៃថ្នូរស័ក្តិសមជាអ្នកថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមជាមួយនឹងគ្នានេះខ្ញុំមានឱកាសបានចូលរួមធ្វើការជាមួយនឹងសហគមន៍ខ្ញុំបានកត់សម្គាល់ឃើញថាគ្រូបណ្ឌិតសភានគរបាលកម្ពុជាកំពុងបង្ហាត់បង្រៀននៅបណ្ឌិតសភានគរបាលកម្ពុជាសិតសឹងតែមានបទពិសោធន៍ច្រើនឆ្នាំនិងបង្រៀនបានល្អនៅក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សខ្ញុំតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្តដល់មន្ត្រីក្រមអាវ៉ាតឲ្យបង្កើនចំណេះដឹងសមត្ថភាពនិងកម្រិតគុណវុឌ្ឍិតាមរយៈការចាត់បញ្ជូនឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងវគ្គបំប៉នជំនាញសំខាន់ចាំបាច់ដើម្បីឲ្យមន្ត្រីក្រមអាវ៉ាតមានសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពស្របទៅតាមផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃដែលបានកំណត់ដើម្បីទទួលបានឱកាសសិក្សាថ្នាក់បណ្ឌិតនិងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាលនៅបណ្ឌិតសភានគរបាលកម្ពុជាសូមលោកស្រីជាមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារដែលមានចំណាប់អារម្មណ៍ចង់សិក្សាប្រញាប់រួសរាន់មកតាក់ទងយកពាក្យនិងដាក់ពាក្យចូលរៀនកុំឲ្យហួសថ្ងៃទី30ខែមេសាឆ្នាំ2026នៅច្រកចេញចូលតែមួយរបស់បណ្ឌិតសភានគរបាលកម្ពុជា